នេះជាបច្ចេកទេសក្នុងការកក់ពណ៌លឿនរហ័សដោយប្រើរយៈពេលត្រឹមតែ15ទៅ20នាទីប៉ុណ្ណោះសួស្តីបងប្អូនទាំងអស់គ្នានេះជាតិចនិចក្នុងការបដូរពណ៌សក់លឿនរហ័សដោយប្រើរយៈពេលត្រឹមតែ15ទៅ20នាទីប៉ុណ្ណោះតិចនិចបច្ចេកទេសក្នុងការកក់ពណ៌នេះគឺយើងប្រើប្រាស់ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ហើយរបៀបក្នុងការធ្វើគឺងាយស្រួលមែនតើបងប្អូនអត់មានអីសាំញ៉ាំច្រើនទេចាដំបូងបងប្អូនធ្វើការលាយទឹកថ្នាំជាមួយនឹងសាប៊ូកូរដាក់ចានបន្ទាប់មកបងប្អូនធ្វើការលាបទៅលើសរសៃសក់របស់អតិថិជនរបស់យើងពីគល់រហូតដល់ចុងនៅពេលដែលបងប្អូនធ្វើការកក់គឺបងប្អូនធ្វើការម៉ាស្សាទៅលើសរសៃសក់របស់អតិថិជនរបស់យើងឲ្យស្មើឲ្យសព្វគ្រប់សរសៃសក់ទាំងអស់ដើម្បីឲ្យពណ៌ចេញស្មើល្អធ្វើការកក់ម៉ាស្សាចាម៉ាស្សាឲ្យសព្វទៅលើសរសៃសក់របស់អតិថិជនហើយបងប្អូនធ្វើការកក់ជាមួយនឹងសាប៊ូបន្ទាប់មកបងប្អូនស្ប៉ាបងប្អូនគ្រាន់តែយកសក់របស់អតិថិជនយើងទៅផ្លុំឲ្យស្ងួតគឺជាការស្រេចនេះជាបច្ចេកទេសក្នុងការកក់ពណ៌លឿនរហ័សដោយប្រើរយៈពេលត្រឹមតែ15ទៅ20នាទីប៉ុណ្ណោះសម្រាប់បងប្អូនដែលមានចម្ងល់ចង់ដឹងពីរបៀបប្រើប្រាស់លម្អិតឬក៏មានចម្ងល់អីបន្ថែមបងប្អូនអាចសាកសួរព័ត៌មានបន្ថែមបានសូមអរគុណ